ចេញពីជួរមក អនុស្នេហ៍បងប្អូនយើងនៅថាជាងបានប្រយុទ្ធជាមួយតបក្រហមហើយ បាញ់គ្នាពីរក្របនឹងជាការប្រយុទ្ធស្អីយើងមិនដឹងថាពួកគេគិតស្អីទេមើលទៅលោកប្រធានគិតត្រូវហើយដូច្នេះហើយយើងមិនអាចពឹងពួកអាមេរិកត្រីនោះទេសម្រុកទៅមុខចាំមើលពួកអាកាតាំងនេះវាកំពុងធ្វើស្អី ស្មមិត្តប្រុងប្រយ័ត្នចាំមើលតើសត្រូវយើងវាធ្វើអីវិញ មេកងមើលចុះ មើលក៏ពួកគេមកវិញចម្លែកណាស់ពួកគេមកសងសឹកវិញមែនណាបាញ់ព្រមានទៅចាំមើលគេធ្វើអីវិញ ពួកគេបាញ់ជើងបាញ់វិញទៅ ហើយយើងប្រាប់ថាកុំរហន់អត់ធ្ងន់តិចទៅមើលសិន ឯភ័យស្អីនេះជាគ្នាយើងទេ អញ្ចឹងមិនបានជាគេបាញ់យើង នោះគឺជាការព្រមានពួកអាកំសាក់នោះច្បាស់ជាគិតថាយើងជាតបក្រហមហើយព្រមានយើងកុំឲ្យប្រយុទ្ធ អញ្ចឹងធ្វើយ៉ាងម៉េចទៅ ហើយទៅមុខហើយស្រែកថាតបកណ្ដាលមកហើយ ខ្ញុំ ហើយនិយាយទៀតយើងនឹងបាញ់ហើយ ខ្ញុំទៅអេតបកតាំងសុខសบายទេកុំយកច្រឡំពួកយើងជាតបគូមានតាំងទេ តបគូមីងតាំង ពួកយើងមកជួយលោកទេអាយ៉ា វីវហើយតបក្រហមតើបាញ់វិញអាត្មាហើយទីបាញ់មេកងរបស់វាទៅ បាទ បាញ់វាទៅឈឹងសងអត់ខ្ញុំមើលគេរមើលខ្វាំងកំភ្លឹកតែបាញ់ បានចាំខ្ញុំស្នាប់គេឲ្យចុះ សម្លាញ់មានរបួសឆ្អឹងទេកុំកម្រើខ្ញុំយើងឲ្យ បាយហ៊ានចេញមកយើងនឹងបាញ់អីឲ្យធ្លីត្រីចប់សន្ទូចហើយ ចាំជើងកន្លោឲ្យចុះ ពួកចង់សោយដាក់តែគេយកកំភ្លើងបាក់មកបាញ់យើងផងបងប្អូនបន្តបាញ់គេកុំបទូដៃឲ្យសោះ គឺខ្លាចពេកស្មានថាខ្លាំងងាប់ហើយឈឹងសងមកហើយប្រើកដោតាមវិញទៅមក ហើយកងរបួសលើ កងតបមកពីណាតែនេះបានពួកវាមានកំភ្លើងសាហាវមែន មិនក៏យើងឃើញតបក្រហមធំមួយនៅ30គីឡូពីទីនេះ ចឹងតបនេះជានុយយើងត្រូវគេបោកហើយពួកយើងដកថយ ដល់ថយហើយ ថាម៉េចយើងមិនតន់ឈ្នះទេ ពួកគេមានអ្នកជំនាញខាងក្លឹបយកការគេឃើញកងជំនួយយើងពេលកងពួកគេមានល្បិចច្រើនណាស់គេអាចមើលដឹងពីផែនការរបស់យើង កំរំអីយើងចាញ់យូរដែរហើយតបជើងច្បាច់ជាឆ្លងទន្លេផុតជាមិនខាន ពួកគេឆ្លងទន្លេផុតប៉ុន្តែហើយបើពួកយើងមានកងឆ្លងជំនាញដែរ តបក្រហមនេះពិបាកយកឈ្នះខ្លាំងណាស់មើលទៅយើងមិនត្រូវប្រហែលនោះទេមិនយូរមិនឆាប់យើងនឹងសម្លាប់ឯងឲ្យបានក្នុងរយៈពេល4ថ្ងៃចាប់តាំងពីថ្ងៃទី17ខែតុលាឆ្នាំ1934មកកងទ័ពធំរបស់គណៈកម្មាធិការបដិវត្តមជ្ឈិមក្នុងចំនួន86,000នាក់បានឆ្លងទន្លេយូទូក្រោយមកក៏ត្រូវបានស្គាល់ជាចំណុចចាប់ផ្ដើមនៃការផ្លាស់ប្ដូរយុទ្ធសាស្ត្រនិងចាប់ផ្ដើមនៃបេសកកម្មដ៏វែងឆ្ងាយ ចុងក្រោយនៃរឿងតបឈានមុខក្នុងពេល15នេះសូមអរគុណចំពោះការទស្សនារបស់បងប្អូនគ្រប់គ្នាទាំងអស់ដែលបានអញ្ជើញទស្សនាហើយសូមរងចាំទស្សនានៅពេលបន្តទៀតខ្ញុំនឹងព្យាយាមផុសដើម្បីបងប្អូនទស្សនាដោយសារតែខ្ញុំមិនសូវមានពេលអញ្ចឹងខ្ញុំនឹងព្យាយាមផុស